សម្ដេចលោកជំទាវលោកអញ្ញាឲ្យដំអស់លោកស្រីជនរួមជាតិទូទាំងប្រទេសក៏ដូចជាបងប្អូនជនរួមជាតិខ្មែរនៅក្រៅប្រទេសទិវាដ៏សែនរីករាយនៃព្រះរាជពិធីបុណ្យអុំទូកអបមកសំពះប្រខែបណ្ដាប្រតិបត្តិជាបុណ្យប្រពៃណីជាតិរបស់យើងបានប្រព្រឹត្តទៅយ៉ាងកក្រឹកកក្រែងនៅក្នុងប្រជាណាចក្រកម្ពុជាយើងជាពិសេសនៅរាជធានីភ្នំពេញនៅមុខព្រះបរមរាជវាំងហើយប្រជាពលរដ្ឋច្រើនកុសកពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងបាទហើយទូកងដែលចូលរួមប្រកួតក៏មានការកើនដែរដោយឡែកកម្មវិធីខ្ញុំបាទសូមអធិស្ឋានមិនបានរៀបចំកម្មវិធីឲ្យត្រូវទៅតាមកលៈទេសៈទេដោយមន្ត្រីដែលពាក់ព័ន្ធទៅនឹងខ្ញុំបានអញ្ជើញនេះប៉ុន្តែលោកមានការមមាញឹករវល់ហើយការរៀបចំឯកសារមិនបានទាន់ការអញ្ជើញមកខ្ញុំមានការបន្ថយលេខពេកហើយមួយវិញទៀតដោយមានសំណូមពរពីសិស្សនិស្សិតការសិក្សាផ្នែកគណនេយ្យជាពិសេសបណ្ដាក្រុមហ៊ុនឯកជនក្នុងស្រុកមួយចំនួនបន្ទាប់ពីខ្ញុំបានអញ្ជើញលោកសាស្ត្រាចារ្យហេងវណ្ដានាយកវិទ្យាស្ថានបណ្ដាគណនេយ្យមកធ្វើបទសម្ភាសន៍កាលពីសប្តាហ៍កន្លងទៅនេះក៏មានការចាប់អារម្មណ៍បាទខ្ញុំបាទបន្តិចទៀតខ្ញុំបាទនឹងជួបជាមួយលោកសាស្ត្រាចារ្យលើនេះសូមផ្លាស់ប្ដូរបរិយាកាសបន្តិចសិនបាទសូមអញ្ជើញស្នាដែលរូបក្នុងព្រៃនឹងទាំងស្មារតីមានអ្វីបងអាសានស្ងាត់ជ្រងំពោខាយអាណាណាផ្លែបាក់បានស្រែកប្រាប់ពឹងអ្វីក្នុងព្រៃយ៉ាងនឹងសែនស្ងាត់ម្លឹងមានតែពេលខ្លាំងឆាប់ព្រៃសែនពីអត់សាអូហេពុំបតាវាស្នាអ្នកភ្នំ
ក្នុងព្រៃយ៉ាងនឹងសឹកម្លឹងមិនតែប្រឹក្សាពេលខាងឆែព្រៃចិត្តពេកលោកសាអូគិរិមកបតាវាសនាអ្នកភ្នំភ្នំត្បែងដីព្រះវិខ្ញុំសូមវន្ទាដល់អង្គអន្ទ្រង់ជួយរក្សាតែក្បោឲ្យជួបជុំព្រះវិសុខភូមិជុំជាតិយ៉ាងប្រិមត្តទូរទស្សនិកជនដូចខ្ញុំបានផ្ដើមសេចក្តីខាងដើមពិធីបុណ្យអុំទូកបានប្រព្រឹត្តទៅក៏ក្រឹកក៏ក្រែងហើយបរិយាកាសគឺសប្បាយរីករាយប្រជាពលរដ្ឋយើងមានការកើនពីមួយឆ្នាំទៅមួយឆ្នាំទូកងដែលចូលរួមប្រកួតទាំងទូកងទូកមួងទូកខ្នាតអន្តរជាតិក៏មានការកើនឡើងគឺវាអាស្រ័យទៅលើផលនៃសន្តិភាពពេញបរិបូរណ៍ជាពិសេសកំណើនសេដ្ឋកិច្ចគ្រួសារនៃប្រជាពលរដ្ឋយើងមានការកើនអញ្ចឹងគឺពេលពិធីបុណ្យម្ដងនៅរាជធានីភ្នំពេញជាពិសេសបុណ្យអុំទូកនេះគឺបងប្អូនសប្បាយរីករាយណាស់ក្នុងការចូលរួមអបអរសាទររយៈពេល3យប់3ថ្ងៃបាទហើយជាមួយគ្នានេះខ្ញុំក៏សូមជម្រាបថាដោយថាមានសំណូមពរជាច្រើនពីសំណាក់បងប្អូនអាជីវករអ្នកជំនួញក្នុងស្រុកដែលគាត់ចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងបញ្ហាអូឌីតបាទគឺសកម្មកម្មដែលខ្ញុំបានអញ្ជើញលោកសាស្ត្រាចារ្យហេងបណ្ដាកាលពីសប្តាហ៍មុនកន្លងទៅលោកបានធ្វើអធិប្បាយពាក់ព័ន្ធទៅនឹងសារៈសំខាន់សារៈប្រយោជន៍នៃសកម្មកម្មផ្ទៃក្នុងនៅក្នុងស្ថាប័ននៅក្នុងអង្គការឬក៏ក្រុមហ៊ុននានានោះសំណូមពរឲ្យខ្ញុំបានអញ្ជើញលោកសាស្ត្រាចារ្យជាថ្មីម្ដងទៀតដើម្បីលើកយកចំណុចសំខាន់មកជម្រាបជូនបន្តទៀតបាទអញ្ចឹងលោកសាស្ត្រាចារ្យលោកបានផ្ដល់កិត្តិយសជាថ្មីម្ដងទៀតបាទខ្ញុំជម្រាបសួរលោកសាស្ត្រាចារ្យបាទអរគុណណាស់ដែលមានសំណូមពរជាពិសេសគឺអាជីវករដែលគាត់បើកក្រុមហ៊ុនធុនកណ្ដាលនៅការរកទទួលទាននៅក្នុងស្រុកហ្នឹងគឺគាត់ចាប់អារម្មណ៍ក្រោយពីបានស្ដាប់កិច្ចសម្ភាសន៍ជាពិសេសបទការធ្វើអធិប្បាយរបស់លោកសាស្ត្រាចារ្យពាក់ព័ន្ធទៅនឹងសារៈប្រយោជន៍នៃសកម្មកម្មបាទព្រោះគាត់ថាបានកណាគាត់ស្ដាប់ទៅហើយដូចជាមានអារម្មណ៍មួយចង់លំអិតអញ្ចឹងថ្ងៃនេះខ្ញុំអញ្ជើញលោកសាស្ត្រាចារ្យមកដើម្បីចង់ឲ្យបង្ហាញពីរបៀបធ្វើសកម្មកម្មលើក្រុមហ៊ុនអង្គការយ៉ាងដូចនេះដោយចង់បាននៅគំនិតសំខាន់ហើយបើយើងធ្វើការលម្អិតវាប្រើពេលយូរអញ្ចឹងសូមលោកសាស្ត្រាចារ្យបន្តទៅទៀតបាទសូមអញ្ជើញជាបឋមខ្ញុំសូមជម្រាបអាដាមជំសងអរគុណនឹងជម្រាបដល់ទូរទស្សន៍ CTN ដែលបានអញ្ជើញមកខ្ញុំជាលើកទី2ពាក់ព័ន្ធផ្នែកសកម្មកម្មនិងក៏សូមគោរពដល់អាដាមលោកជំទាវអស់លោកស្រីនិងទូរទស្សនិកជនទាំងអស់សូមតកតងដល់សវនកម្មនេះគឺជាមុខវិជ្ជាមួយដែលកើតមកយូរហើយដែរប៉ុន្តែគឺជាមុខវិជ្ជាដែលគេបានកប់បំបត្តិចោលហាក់បីដូចជាគ្មានអ្នកណាដឹកនាំបច្ចុប្បន្ននេះក៏យើងខ្ញុំចាប់ផ្ដើមរៀបចំជាក្បួនខ្នាតវាចងក្រងជាសភៅដើម្បីទុកជូនដល់កូនខ្មែរចំនួនក្រោយឲ្យបានយល់និងដឹងជ្រុតជ្រាបចុះហេតុអ្វីបានជាត្រូវបានគេកប់បំបត្តិចោលគឺមុខវិជ្ជានេះគឺជាមុខវិជ្ជាដែលមានប្រភពចេញមកពីបរទេសបាទម្ល៉េះហើយ
tam mơ trong mơ hạ bay đôi chia khang bờ tê đê rốt xì mục chùm đuôi khang nắng lúc mình cho ngồi chị đằng trà nè bà vừa tam mục chia ní nghi sưu rô prạ nè nghi sưu con tay có việc cùng rất cao vô đằng khung khung chẳng có nhung xôm chlai nâng sầm lù bong ai đón người ta dương nâng lược nơi chủng địch sầm khăn để tiện tuồng đó sao đã cam con tay môn nâng lược ní như nhung xôm lược vì krom đồng na caro si bọc krom hôn sân vì bữa ta việc bẹt pon khné chỉ mùi nâng đồng na ca krom hôn hay gì chăm cứ trong lược vì vô lòng piประพรกรุบกรองตีขนมระบบกรมหุนตามมาดองบัวตากรมหุนมุนหนึ่งตัวชีวกรรมบานองกามุนหนึ่งดำนากามูลธิบอกลูนายบานตอลแต่ริบจอมประพรกรุบกรองตีขนมดอลอ้อมวยไอเตอร์ประพรกรุบกรองตีขนมประพรกรุบกรองตีขนมคือรวมซ้อมลางโดยคือเจียบันดมนี่เหมือนนู้หนึ่งกูนจูบายบ่เหมือนนู้บันดมนี่เหมือนนู้นั่นคือบันดมอย่างไรบันดมคือมีเหมือนใบกรมขนมกรมหุ่นก็ได้ขนมองกาก็ได้เท่าแต่มีเหมือนใบกรมตีมุ้ยคือกรมอาจจะกรมเหมือนนู้จุ่มปุ๊กกรมปรึกษาพิบาลตีปีคือมนุษย์จุ่มปุ๊กกรมเนกรุบกรองตีใบคือจุ่มปุ๊กมนุษย์ได้เจียบกลึกธนาตีบกรมปรึกษาปีบาลธนาตีมวยนี่คือเกี่ยวกับปีมนุษย์กรุบปอสมบูรณ์กรุบจิตสักกรุบมาจัดทานอ๋อเรื่องเมาหนุ่มกรมหุนเมียนมนุษย์อาศัยเลือกรมหุ่นมวยบุญเนี่ยดอกมวยเนี่ยดอกปีเนี่ยจังขึ้นกับปรำเนี่ยให้มากรมนั้นมาชนะจุ่มเนี่ยมาดองปีดองใบดองสำหรับถ้าอนุมัติกูนอยู่ใบสำหรับอ้อยเนี่ยนะคือสำหรับเนี่ยกรุบกรองจังมันนึกกรมติปีก็ทำนึกที่จุ่มปุ๊กกรมนึกกรุบกรองยืงรบกรุบกรองนี่ยืงมันสำได้แต่เดลือนี่ยุกรุบกรองทมแต่มันเนี่ยอาจารย์เจนรอมเดเจอแบบนั้นเนี่ยหน้าขัดน้อยเอาแต่มีชั่วโมงท่าจีนเนี่ยกรุบกรองตั้งปีปฏิทินทมเราหดดอกปฏิทินพันในปฏิทินกรมหอยนั่งปฏิทินเนี่ยดึกนอมกรมนั่งใต้มาดองจับปีปฏิทินเนี่ยกรุบกรองจนตีบเราหดดอกเนี่ยกรุบกรองจนขบวนหัวเนี่ยตึงนู้ดังหนังนี้เตยกาโยกูโยบายหนังนิเตวิธีทมบอกกรมปรึกษาพิบาลโยมาอันวอนตอนหลักกรมที่ใบคือเจียกรมจุมปุบุกลึกธนเทพบุกลึกมันไตรธรรมดาได้อันวอนแต่ตามการดักน้อมกรุบกรองจัดใจในบ่อเนี่ยกรุบกรองจังปรบปังกรุบกรองตีขนมตีมวยไตรรมินมันนึกใบกรมนั่งจีนในมันอาจอัดบ้านนี่เธอไอ้ก็ได้ไตรรมินมันนึกอัดนี่มันนึกเธออัดบ้านนี่ตีปีคือโกนโยบายหนึ่งนิเตวิธีหรือบอกกรมหนด้วยมันได้ถ้าโกนโยบายคือเจียบุญคือเจียขนาดคือเจียฉบับคือเจียสตองดาคือเจียกาสนมดหรือก็เจียปรมปีนี้ตุ่มเนียมตุ่มล้อมเธออย่างให้คือจะแพนกาคือเจียถ้านโยบายเลือกตัดจัดดอกบกเล็บแต่อ๋อนี่คือเจียโกนโยบายให้หนังนิเทศวิธีคือวิธีซะการอนุวัตตัวเลือกโกนโยบายหนึ่งกูนโยบายนั่งเป็นสำคัญได้ปีปัวทำเหมือนเลือกกรุบกรองนั่งเหมือนเลือกแต่งใบกรมนั่งคือเถื่อไว้มุ้ยเถื่อตามกูนโยบายเฮ้ยแต่ตัวบ้านก็ถ้ากูนผมน้องฉบับล้วน
គឺប្រសិទ្ធភាពហៅថា efficiency ឬមួយក៏ខ្មែរហៅថាប្រសិទ្ធភាពបកបែបថាសម្រេចនៅគោលបំណងអ្វីសម្រេចគោលបំណងល្អដែលមនុស្សទាំង3ក្រុមនោះអនុវត្តតាមគោលនយោបាយនិងនីតិវិធីហ្នឹងទៅវាទទួលបាននៅការលទ្ធផលល្អហើយល្អនោះមិនមែនល្អធម្មតាទៀតល្អទៅដោយភាពសន្សំសំចៃខ្ពស់ល្អទៅដោយភាពដែលប្រើធនធានមនុស្សទាំងអស់ទ្រព្យទាំងឡាយឲ្យអស់លទ្ធភាពមិនត្រូវទុកចោលហើយភាពសន្សំចៃក៏អញ្ចឹងដែរត្រូវតែសន្សំចៃខ្ពស់រួមទាំងភាពស្រឡាញ់រអោគរអឿនគ្នានៅក្នុងសង្គមនៃក្រុមហ៊ុននឹងផងបើទទួលបានតែលទ្ធផលល្អប៉ុន្តែខ្វះទៀតសន្សំចៃប្រើអស់លទ្ធភាពហើយនឹងភាពរអោគរអឿននឹងគ្នាក៏អត់បានដែរគោលបំណងទី2គឺថាធ្វើយ៉ាងម៉េចលទ្ធផលល្អត្រូវតែគោរពតាមច្បាប់និងលិខិតបទដ្ឋានទាំងអស់របស់រដ្ឋអញ្ចឹងស្អីទៅប្រព័ន្ធគ្រប់គ្រងទីក្នុងគឺជាបណ្ដុំនៃមនុស្ស3ក្រុមហ្នឹងធ្វើសកម្មភាពទៅតាមគោលនយោបាយហើយនឹងនីតិវិធីក្នុងគោលបំណងមួយទទួលឲ្យបាននៅលទ្ធផលដែលជាការគ្រោងគិតរបស់ក្រុមហ៊ុនហ្នឹងប្រកបទៅដោយលទ្ធផលល្អសន្សំចៃខ្ពស់ប្រើទ្រព្យហើយនឹងធនធានអស់លទ្ធភាពរួមទាំងការគោរពច្បាប់និងលិខិតបទដ្ឋាននានារបស់សង្គមផងនេះហើយគឺជាប្រព័ន្ធគ្រប់គ្រងបាទអរគុណសូមអនុញ្ញាតសម្រាប់ម្ដងសិនបាទសូមជឿ